សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញតទៅជាមួយការ delete account Telegram អញ្ចឹងណាអញ្ចឹងតទៅជាមួយការ delete account Telegram យើងមានច្រើនប្រភេទច្រើនវិធីសាស្ត្រទៅតាមបច្ចេកទេសរៀងៗខ្លួនអញ្ចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញតទៅជាមួយការ delete account Telegram ដោយប្រើតាម website មួយដែលងាយស្រួលដោយលឿនអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាចូលមកGoogle មកហើយអ្នកនរគ្នា search Telegram account delete អញ្ចឹងអ្នកនរគ្នានឹងឃើញ My Telegram នៅខាងលើគេអញ្ចឹងចូលមកដល់កន្លែងនេះអញ្ចឹងអ្នកនរគ្នានឹងឃើញហើយ delete account manage app Telegram អញ្ចឹងថា delete ទៅគឺបាត់ភ្លាមហ្មងហើយចំណាយពេលយូរទេក្នុងរយៈពេលដល់2-3នាទីចាស់អញ្ចឹងអ្នកនរគ្នាដើម្បី delete បានត្រូវបញ្ចូលលេខទូរស័ព្ទមកបញ្ចូលលេខទូរស័ព្ទហើយកន្លែងនេះនឹង load confirm code ហ្នឹង load ទៅ account Telegram របស់អ្នកទាំងអស់គ្នារួចមកអ្នកទាំងអស់គ្នាគ្រាន់តែបញ្ចូល code នឹងចូលហើយបន្តមកអ្នកទាំងអស់គ្នា select delete account គឺជាការស្រេចហើយបើសិនបើអ្នកទាំងអស់គ្នាមានចង្កល់អីអាច comment សួរខាងក្រោមបានដោយសារខ្ញុំមិនអាចបង្ហាញបានទាំងអស់ដោយសារវាទៅជាមួយនឹងលេខទូរស័ព្ទហើយនឹង code Telegram ដែរអញ្ចឹងខ្ញុំមិនអាចបង្ហាញបានទាំងអស់ជាស្អីអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដាន